Hello 皆さん、こんにちは ហើយនឹងខ្ញុំធ្វើការសម្រាយអំពីវេយ្យាករណ៍មេរៀនទី4ចំណុចទី1បាទចំពោះវេយ្យាករណ៍មេរៀនទី1គឺគេនិយាយអំពី n ពេលវេលាឆ្នាំនេះហើយនឹងវ័យម៉ាស៊ឺអញ្ចឹងយើងសូមស្ដាប់ខ្ញុំបងប្អូនខ្ញុំនិយាយមួយឲ្យអ្នកនរគ្នាបានស្ដាប់បាទចំពោះ n ពេលវេលានេះហើយនឹងបូកវ័យម៉ាស៊ឺនឹងចង់មានន័យថា n ចំពោះពេលវេលាគឺ n ម៉ោងយើងអាចដាក់ម៉ោងហើយទៅមកដាក់ឆ្នាំនេះហើយនឹងដាក់ឆ្នាំនេះនឹងសកម្មភាពដែលយើងចង់ធ្វើអ្វីមួយហើយបន្ទាប់មកទៀតយើងចំពោះឆ្នាំនេះគឺចង់មានន័យថាបញ្ជាក់អំពីពេលវេលាច្បាស់លាស់ជាលក្ខណៈមួយយើងអាចដាក់ឆ្នាំនេះបានឧទាហរណ៍ដូចជាខ្ញុំញ៉ាំបាយមួយយើងដាក់មកនេះWatashi wa rokichi ni kohan o tabemasu បន្ទាប់មកទៀតយើងឧទាហរណ៍មួយទៀតយប់នេះខ្ញុំចូលដេកម៉ោង10គុណបងយូជីនីនីម៉ាសចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបើបងឬអ្នកទាំងអស់គ្នាចង់ដឹងពីមេរៀនណាទៀតអាច comment នៅខាងក្រោមបានខ្ញុំនឹងបញ្យល់បកស្រាយជូននៅមេរៀនដែលបងចង់បានចំពោះមេរៀននេះខ្ញុំអាចយល់បានត្រឹមហ្នឹងឯងហើយខ្ញុំរៀនបញ្យល់ដែរបងពឹងតិចសូមជួយ subscribe និងជួយ like choខ្ញុំមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទសូមអរគុណអារីកាតូហ្សៃម៉ាស